សួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះឈុនចម្រើនមកពី Alpha Design and Engineering ថ្ងៃនេះខ្ញុំនឹងបង្រៀនពីរបៀប model footing អញ្ចឹងយើងចូលមក Configure តទៅទៀតយើងឃើញពាក្យ footing ដែលផ្លេច level 2 ដងយើងឃើញ profile 1200 គុណនឹង1200អញ្ចឹងគឺជា dimension របស់ footing ហ្នឹងអញ្ចឹងយើងមិនរក្សាទុកនៅតែ material យើងចុច tray 3មកមានជម្រើសច្រើនអញ្ចឹងយើងរើស material ហ្នឹង default របស់ software តែ apply អូខេតទៅទៀតយើងមើលឃើញ top និង bottom top គឺជា level bottom គឺជា level អញ្ចឹងយើងដាក់ bottom របស់យើងដក300អូខេ K unit របស់យើងគឺប្រភេទ K in place អញ្ចឹងយើងចាប់ផ្ដើម model អញ្ចឹងយើង pick point យើងឃើញមាន snap នេះអូខេអញ្ចឹងយើង model បាន footing របស់យើង